គុំគេចូលចម្រើនខ្ញុំរីករាយណាស់ដែលរាជគ្រូចេញមកដល់ក្រុងកបិលភពបន្ទាប់ពីចែកចេញទៅអស់ច្រើនទូលបង្គំមិនមែនមកទីនេះដើម្បីគាល់ព្រះអង្គទេក្រាបទូលទូលបង្គំមកទីនេះដើម្បីចង់ឃើញមនុស្សអស្ចារ្យម្នាក់ដែលទើបតែប្រសូតនៅទីនេះក្រាបទូលពិតជាអញ្ចឹងមែនទេសូមមកតាមខ្ញុំមកគឺនេះហើយរាជគ្រូខ្ញុំបានចំណាយពេលអស់ពាក់កណ្ដាលជីវិតដោយសាររងចាំគេទីបំផុតគេបានមកដល់ហើយមិនមែនព្រះអង្គទេដែលរងចាំប៉ុន្តែពិភពលោកទាំងមូលក៏កំពុងតែរងចាំទ្រង់ដែរទូលបង្គំមានអារម្មណ៍មានកិត្តិយសណាស់ដែលបានកាន់ទ្រង់នៅក្នុងដៃទូលបង្គំបានធ្វើភាវនារយៈពេលច្រើនឆ្នាំព្រោះតែទន្ទឹងរងចាំទ្រង់សូមឲ្យទូលបង្គំបានមើលទ្រង់ឲ្យបានច្បាស់ព្រះរាជគ្រូកំពុងចង់ធ្វើអីខ្ញុំកំពុងតែធ្វើពិធីដាក់ជំវិញពិភពលោកហើយបានជួបរាជគ្រូយំបុត្រារបស់ខ្ញុំនឹងប្រឈមមុខជាមួយនឹងបញ្ហានៅថ្ងៃអនាគតមិនមែនទេព្រះអង្គទូលបង្គំមិនមែនជុំព្រោះតែអនាគតរបស់ទ្រង់ទេប៉ុន្តែព្រោះតែអនាគតរបស់ទូលបង្គំចាស់អើយទូលបង្គំរស់នឹងមិនបានយូរទេទូលបង្គំនឹងមិនអាចឃើញទ្រង់ខ្លាចជាព្រះពុទ្ធនោះទេព្រះពុទ្ធគេនឹងខ្លាចជាអ្នកប្រាជ្ញឬក៏ជាអ្នកបួសគេនឹងមិនអាចខ្លាចទៅជាព្រះពុទ្ធបាននោះទេគេនឹងខ្លាចទៅជាអ្នកចម្បាំងដ៏ខ្លាំងក្លាម្នាក់ដែលគ្មាននរណាអាចប្រឆាំងជាមួយនឹងគេបានដូច្នេះព្រះរាជគ្រូគួរតែជូនពរដល់គេទៅព្រោះគេនឹងខ្លាចទៅជាអ្នកចម្បាំងម្នាក់នេះនឹងខ្លាចទៅជាក្សត្រិយាដែលឈ្នះសង្គ្រាមទាំងអស់ដូច្នោះសូមមកចាំទោសអ្វីដែលនឹងកើតឡើងទ្រង់នឹងឈ្នះសមរភូមិបានទាំងអស់ហើយវានឹងជាសមរភូមិរវាងភាពរំជើបរំជួលអារម្មណ៍របស់ទ្រង់នឹងបង្កើតច្បាប់នៅលើពិភពលោកនឹងនៅជាមួយចិត្តរបស់មនុស្សលោកទ្រង់អាចប្រសូតនៅក្នុងត្រិយាបានក្រាបទូលតែទ្រង់ចេញធ្វើជាអ្នកបួសដែរក្រាបទូលទម្ងន់ព្រះកាយរបស់ព្រះអង្គទ្រង់មានដល់ទៅ32គីឡូពិតជានៅក្នុងគោលដងអស្ចារ្យខ្លាំងណាស់ព្រះអង្គលក្ខណៈនៅលើព្រះហស្ថរបស់ទ្រង់នឹងមានព្រះអាទិត្យនិងនៅលើថ្ងាសទៀតផងក្រាបទូលមានរឿងអ្វីដែលមានទម្ងន់បែបនេះទេព្រះរាជគ្រូគេនឹងខ្លាចទៅជាអ្នកចម្បាំងដ៏អស្ចារ្យម្នាក់នឹងខ្លាចទៅជាអ្នកគ្រប់គ្រងពិភពលោកនេះតែផ្លែដើមរបស់ទ្រង់អាចឈ្នះអាណាចក្ររបស់ព្រះអង្គព្រះបុត្រារបស់ព្រះអង្គនិងឈ្នះចិត្តរបស់មនុស្សសង្គ្រាមធំប៉ុណ្ណាក៏មិនអាចឈ្នះព្រះអង្គដែរបុត្រាព្រះអង្គនឹងកែប្រែពិភពលោកបើគេខ្លាចទៅជាប្រពុតខ្ញុំនឹងត្រូវតស៊ូជាមួយនឹងព្រះហើយខ្ញុំសូមធានាថាខ្ញុំគឺជាអ្នកហាមឃាត់មិនឲ្យគេគិតអំពីរឿងអ្នកបួសជាដាច់ខាតគេនឹងខ្លាចទៅជាអ្នកចម្បាំងតែម្នាក់ប៉ុណ្ណោះដែលខ្ញុំត្រូវការគ្មានបញ្ហាទេព្រះអង្គធ្វើអ្វីក៏បានដែរបុត្រព្រះអង្គគឺជាអ្នកបួសមួយអង្គតតែបានស្ដាប់ទូលបង្គំឲ្យបានច្បាស់ទៅប្រជានារីនគរកបិលភពកំពុងតែចង់បានអធិរាជរបស់គេខ្លាំងណាស់ស៊ីថាត់ថាគោរមចូលចម្រើនថ្ងៃអនាគតនឹងបានធ្វើជាអធិរាជរបស់នគរកបិលពហហើយស៊ីថាត់ចូលចម្រើន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 បានឲ្យទូលបង្គំពិនិត្យមើលភាពជួបជួលនៅពេលចុងក្រោយសិនបន្ទាប់មកទូលបង្គំទៅដាក់ផ្លូវរបស់ទូលបង្គំហើយចូលចម្រើនស៊ីថាត់ចូលចម្រើនស៊ីថាត់មនុស្សម្នាក់នេះដូចជាវង្វេងពីកំពុងតែកែប្រែជាមួយនឹងការកែប្រែជោគវាសនារបស់អ្នកណាម្នាក់ហើយនឹងធ្វើឲ្យទ្រង់សម្រេចព្រះតីពីជោគវាសនារបស់ទ្រង់សម្រាប់ពិភពលោកជីវិតដូចជាប្លែកណាស់ស៊ីថាត់ចូលចម្រើន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 ស៊ីថាត់
โจจงดาวโจจงดาว